សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំទៀតហើយជាមួយនឹងការបង្រៀនភាសាចិនតាម YouTube ហើយសម្រាប់ប្រធានបទថ្ងៃនេះដែរយើងលើកយកពាក្យក្រុមពាក្យខ្លីៗដែលយើងតែងតែនិយាយជាប្រចាំថ្ងៃចឹងហើយកុំឲ្យខាតពេលវេលាបងប្អូនយូរយើងមកចាប់ផ្ដើមអានជាមួយខ្ញុំទាំងអស់គ្នាពាក្យទី1យើងអានថា去哪里去哪里去哪里ទៅទីណាមានន័យថាទៅទីណាភាសាចិន去哪里去哪里សម្រាប់ភីញអ៊ីឈីអ៊ូឈឺឈឺសំឡេងទី4ឈឺនៅអាណាសំឡេងទី3ណាលើអ៊ីលីសំឡេងទី3ឈឺណាលីទៅទីណាសម្រាប់ពាក្យបន្តទៀត回家了回家了回家了ត្រឡប់ទៅផ្ទះហើយត្រឡប់ទៅផ្ទះហើយភាសាចិន回家了回家了拼音和为回សំឡេងទី2回家សំឡេងទី1家了ពាក្យនេះយើងអានស្មើអត់សំឡេងទេល回家了ត្រឡប់ទៅផ្ទះហើយសម្រាប់ពាក្យបន្តទៀត来了没有来了没有មកហើយឬនៅមកហើយឬនៅសម្រាប់ភាសាចិន来了没有来了没有សម្រាប់ភីញអ៊ីលើអាយឡាយសំឡេងទី2ឡាយលើលើមកអីម៉ៃមកអីម៉ៃសំឡេងទី2ម៉ៃអ៊ីអូយ៉ូសំឡេងទី3យ៉ូឡាយលើម៉ៃយ៉ូមកហើយឬនៅសម្រាប់ពាក្យបន្តទៀតតោលើម៉ៃយ៉ូតោលើម៉ៃយ៉ូតោលើម៉ៃយ៉ូដល់ហើយឬនៅដល់ហើយឬនៅសម្រាប់ភាសាចិនតោលើម៉ៃយ៉ូសម្រាប់ភីញអ៊ីទៅអោតោសំឡេងទី4តោលើលើមកអីម៉ៃសំឡេងទី2ម៉ៃអ៊ីអូយ៉ូសំឡេងទី3យ៉ូតោលើម៉ៃយ៉ូដល់ហើយឬនៅសម្រាប់ពាក្យបន្តទៀត去金边去金边去金边ទៅភ្នំពេញទៅភ្នំពេញភាសាចិន去金边去金边សម្រាប់ភីញអ៊ីឈីឈីសំឡេងទី4ឈឺជីអ៊ីនជីនសំឡេងទី1ជីនប៉អ៊ីអានពៀនប៉អ៊ីអានពៀនសំឡេងទី1ពៀនឈឺជីនពៀនឈឺជីនពៀនទៅភ្នំពេញសម្រាប់ពាក្យបន្តទៀត去市场去市场去市场ទៅផ្សារទៅផ្សារសម្រាប់ភាសាចិន去市场去市场拼音ឈីសំឡេងទី4ឈឺsưសំឡេងទី4សឺឈឺអាំងឆាងឈឺអាំងឆាងសំឡេងទី3ឆាងឈីសឺឆាងទៅផ្សារសម្រាប់ពាក្យបន្តទៀត去吃饭去吃饭去吃饭ទៅញ៉ាំបាយទៅញ៉ាំបាយភាសាចិន去吃饭សម្រាប់ភីញអ៊ីឈីសំឡេងទី4ឈី
chữ y chữ sầm lên đi mối chữ for an fun sầm lên đi bốn fun chữ chữ fun chữ chữ fun từ nhằm bàiสำหรับเปรียบต่อទៀត去干嘛去干嘛去干嘛ទៅធ្វើអីទៅធ្វើអ្វីសម្រាប់ភាសាចិន去干嘛去干嘛សម្រាប់ភាសាឈីសំឡេងទី4ឈឺកើអានកាន់សំឡេងទី4កាន់មកអាម៉ាឈឺកាន់ម៉ាឈឺកាន់ម៉ាទៅធ្វើអ្វីសម្រាប់វីដេអូនេះក៏ឈានដល់ទីបញ្ចប់ហើយក៏អរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះកុំភ្លេចជួយចុច Subscribe Channel YouTube អ្នកមួយបើកសញ្ញាកណ្ដឹងពេលនោះយើងទទួលបានចំណេះដឹងថ្មីៗអរគុណច្រើនជម្រាបលា